រឿងអន្ត្រីលាក់ក្រញ៉ាំភាគទី9ស្អីគេសម្លេងរបស់ហ្វឹងធីងលឺរំពងជាងអ៊ីនđangអង្គុយនៅសាឡុងរឿងខ្លួនទៅក្បែរបន្តិចកិច្ចចាញ់ពីផ្ទះឬហ្វឹងធីងបើកភ្នែកធំធំសួរដោយមិនចង់ជឿដោយសារតែគេមិនបានទៅមកប្រាប់ឯងឬហើយឯងក៏កិច្ចចាញ់ពីផ្ទះឯងឈួតឬអត់ចង់ចាញ់ពីផ្ទះក៏ត្រូវតែជាគេដែលជាអ្នកចាញ់មិនក៏ជាឯងជាអ្នកកិច្ចមកទៅតារាចូលក្នុងផ្ទះបងស្រីជាងអ៊ីននឹងមិនតាន់អធិប្បាយអីបងស្រីរឹងមាំរបស់នាងក៏ចៃហូហែធ្វើឲ្យនាងមានអារម្មណ៍ទៅចិត្តទៅថ្លើមហូរទឹកភ្នែករហូតហ្វឹងធីងឃើញហើយបានតែកវិក្បាស់ហួសចិត្តយើងខ្វាច់យកស្អីហ៎ម៉ែក៏ខ្ញុំសម្រាប់ក្មេងល្ងីល្ងើដូចជាឯងចេញមកបានបងស្រីខ្ញុំមិនមែនជាកូនរបស់បងទេជាងអ៊ីននិយាយដល់សម្លេងអណ្ដើតអណ្ដោដល់ពេលនេះហើយនៅមកចាក់កំហុសខ្ញុំទៀតឬហ្វឹងធីងច្រាត់ចង្កេះមកស្អាតចែងចាំងពោពេញដោយការខឹងសបាបើមិនមែនព្រោះក្មេងល្ងីល្ងើដូចឯងត្រូវគេឆៃរួចទៅហើយចរិតចិត្តគំនិតគេចាំងមិននៅមិនដឹងក៏រហ័សមានផ្ទៃពោះមុននោះរំពេចដែលឃើញជាងអ៊ីនជុំរហូតខ្លាចជាមនុស្សទឹកភ្នែកចំណែកភេយាក៏តាវ៉ាប្អូនស្រីខ្លាំងជារឿយៗលេតាកង់ដែលទៅតែបាត់ទូរស័ព្ទពីជាងជីនទៅមកបញ្ចុះបញ្ចូលស្ថានភាពដែលអត់មិនបានហ្វឹងធីងប៉ុណ្ណឹងបានហើយកុំថែប្អូនទៀតអីយប់ថ្នាក់នេះហើយឲ្យជាងអ៊ីនទៅសម្រាប់សិនល្អជាងបងនៅមានមកមកនិយាយទៀតឬព្រោះបងហ្នឹងឯងហ្វឹងធីងក្តៅក្រហាយជាងមុននាងងាកទៅតបទ្រូងគេខ្លាំងដែលសារតែមិនសម្លាញ់រស់សម្បត្តិរបស់បងហ្នឹងហើយបើមិនមែនព្រោះគេឆ្លៀតឱកាសដែលខ្ញុំភ្លេចខ្លួនលួចឆៃប្អូនស្រីខ្ញុំដែលចាំមកផ្ដោតដៃរហឹកអង្គខ្លាចជាបាយហើយនោះរៀបការជាមួយប្អូនស្រីខ្ញុំមិនងាយថ្នាក់នោះទេល្អតែពេលនេះរៀបការជាមួយប្អូនខ្ញុំរួចហើយតែបាយជាមិនចេះថ្នាក់ថ្នមនាងបណ្ដោយឲ្យនាងគេចចេញពីផ្ទះមកយំអាត្រៀតបាត់នេះលេតាកង់មិនហ៊ានប្រកាយសឹកបីតែមួយម៉ាត់មាត់ក៏ព្យាយាមនិយាយបញ្ចុះបញ្ចូលហ្វឹងធីងជាងជីនក្រំតែមិនតម្លាប់គឺមិនធ្លាប់ប្រាជីវិតរួមគ្នានឹងអ្នកដទៃទៅរឿងខ្លះមិនបានយកចិត្តទុកដាក់ពួកគេទៅរៀបការនឹងគ្នាបាន4ខែប៉ុណ្ណោះយើងត្រូវឲ្យពេលពួកគេបានសម្រាប់ខ្លួនជាមួយគ្នាសិនម្យ៉ាងទៀតស្វាមីភរិយាណាមិនឆ្លោះគ្នានោះស្អីគេគ្រាន់តែ4ខែពួកគេរៀបការនោះជា4ខែទៅវិញទៅទេទោះបីជាគេត្រូវការពេលវេលាក្នុងការសម្របតែប្អូនខ្ញុំមានផ្ទៃពោះគេនៅយកចិត្តនាងច្រើនជាងនេះមិនបានឬយ៉ាងម៉េចហ្វឹងធីងចែញ៉ាតថែមទាំងរៀលដាកំផឹងទៅដល់ស្វាមីដែលមិនដឹងអីទៀតផងមនុស្សប្រុសដោយពួកបងគឺបែបហ្នឹងហើយនៅមិនតាន់បានរៀបការផងក៏ឃើញពួកយើងជារបស់មានតម្លៃពេលរៀបការហើយភរិយាក៏មានតម្លៃត្រឹមតែស្មើមួយតងគ្រាន់តែមកប្រាប់ថាខ្លួនឯងមានសុវត្ថិភាពប៉ុណ្ណឹងវាខាតពេលធ្ងន់ណាស់ឬយ៉ាងម៉េចធ្វើឲ្យស្លាប់ឬអត់តែម្ដងវាថ្លៃណាស់ឬយ៉ាងម៉េចរឿងខ្ពស់ធំគួរឲ្យក្រាញខ្លាចរបស់បងថ្លៃត្រូវបងធំបង្កប់ឲ្យថយក្រោយរហូតផ្អឹបជាជាងអ៊ីនដែលអង្គុយនៅលើសាឡុងបិទច្រមុះចាប់សោកក៏មានអារម្មណ៍ដឹងខុសចំពោះបងថ្លៃឃើញបងធំដែលមានទឹកមុខខឹងសម្បានឹងបងថ្លៃដែលព្រមឲ្យនាងបន្ទោសហើយទៅជាងអ៊ីនខំបបោះមាត់ការពិតបងថ្លៃនិយាយត្រូវស្វាមីភរិយាឯណាដែលមិនឆ្លោះគ្នានោះម្យ៉ាងទៀតជាងជីនអាចត្រូវការពេលវេលាក្នុងការសម្របខ្លួនចំពោះជីវិតគ្រួសារពិតមែនក៏ថាបាននាងបិទរូតកបោបនៅក្នុងដៃដែលទៅតែមានអារម្មណ៍ថាខ្លួនឯងធ្វើរឿងតូចឲ្យខ្លាចជារឿងធំបើអញ្ចឹងនាងគិតថានាងត្រឡប់ទៅផ្ទះល្អជាងពេលសម្រាប់ចិត្តបានហើយទៅជាងអ៊ីនហឺតសម្បាវនឹងជូតទឹកភ្នែកហើយបងស្រីបន្ទោសបងថ្លៃដល់កំហឹងហើយទោះបីក្នុងចិត្តមានអារម្មណ៍ដឹងខុសចំពោះបងថ្លៃតែក៏មិនហ៊ានចូលទៅហាមបងធំហេតុនោះទើបនាងបានតែលួចលើកដៃបញ្ជូនសញ្ញាជាមួយបងថ្លៃថានាងនឹងត្រឡប់ទៅវិញលីតាកង់លួចក្រវិចដៃដាក់ជាងអ៊ីនក្នុងពេលដែលរងការវាយប្រហារយ៉ាងខ្លាំងរបស់ភេជាដើម្បីប្រាប់ឲ្យនាងចេញពីផ្ទះទៅដោយការសប្បាយចិត្តជាងអ៊ីនរហ័សអូសវ៉ាលីរំលាយខ្លួនចេញពីផ្ទះពេលដល់មាត់ទ្វារនាងនៅមិនភ្លេចងាកទៅអានសុំទៅបងថ្លៃដែលបង្ករឿងក្តៅក្រហាយឲ្យគេលីតាកង់ក្រវិចដៃម្ដងទៀតជាសញ្ញាឲ្យនាងរហ័សចេញទៅជាងអ៊ីនចេញពីផ្ទះហើយក្រវិចដៃហៅតាក់ស៊ីលើកវ៉ាលីឡានហើយប្រាប់កូនដៅដល់អ្នកបើកតាក់ស៊ីដួងច័ន្ទកោចរនៅលើផ្ទៃមេឃហើយតាមនាងចាប់រហូតដល់ផ្ទះដែលនាងតបតែងដោយផ្ទាល់ដៃមុខផ្ទះភ្លឺចេះដោយអំពូលភ្លើងតូចពោលឿងខ្ចីនាងយកកូនសៅមកបើកទ្វារបន្ទប់ទទួលភ្ញៀវងឹតហើយស្ងាត់ជ្រាបនាងអូវ៉ាលីចូលទៅក្នុងបន្ទប់ទទួលភ្ញៀវបន្ទាប់ពីនោះក៏ដើរចូលទៅក្នុងបន្ទប់ដេកដោយថ្នមនៅក្នុងបន្ទប់ដេកងឹតស្លុបដូចគ្នាមកទៅជាងជីនដូចជាកេងលក់ហើយរៀងខ្ពស់ធំដេករៀបនៅលើក្រែដោយមិនកម្រាស់គេកេងលក់ហើយជាងអ៊ីនធ្វើមាត់ក្របួចដោយការមិនពេញចិត្តតែក៏មានអារម្មណ៍ធូរទ្រូងមួយខណៈក្រោយពេលដែរតោះសម្ដីជាមួយគេមុនចេញពីផ្ទះពេលនេះនាងមិនដឹងពិតមែនថានឹងប្រើសម្ដីយ៉ាងម៉េចនិយាយជាមួយគេនាងជាមនុស្សទន់ជ្រាយទោះបីជាមូលហេតុនៃរឿងរ៉ាវលើកនេះកាត់ចេញពីគេដែលត្រឡប់មកផ្ទះយឺនហើយមានទង្វើចាប់ដាក់នាងរហូតធ្វើនាងកិច្ចចេញដល់អារម្មណ៍ខឹងមួយឆាវតែពេលស្ងប់អារម្មណ៍បានហើយឃើញនាងកាយរបស់បរិះដែលនាងស្រឡាញ់ភាពតូចចិត្តរបស់នាងក៏រលែកបាត់សន្សំជាងអ៊ីនដកដង្ហើមធំយ៉ាងស្ងៀមស្ងាត់ដើរចូលក្នុងបន្ទប់ទឹកដោយឈុតកេងដែលការព្រមទទួលជាតាកម្មមុននឹងត្រឡប់ទៅបន្ទប់គេងហើយផ្ដួលខ្លួនលើក្រេតដោយបាយខ្នងដាក់គេតែពេលឯងខ្លួនអ្នកកំឡោះនៅក្បែរក៏លុកដៃទាញនាងទៅអោបការពិតជាងជីនមិនតាន់កេងលក់ដើមទ្រូងក្តៅកគុករបស់គេណែបនិតនឹងខ្នងត្រជាក់របស់នាង
ដៃកក់ក្ដៅខំខាំងនាងនៅក្នុងរវឹកដៃចាប់ក៏ទៅភ្នែកក៏មានទឹកភ្នែកហូរដៃមួយគូតូចដាក់លើដៃធំបណ្ដោយឲ្យកម្ដៅរបស់គេបញ្ជូនតាមភាពកក់ក្ដៅដល់រាងកាយទៅជាស្រេបរបស់នាងរាងកាយក្ដៅឡើងជារឿយៗនាងបន្ធូរដង្ហើមក្នុងចិត្តអោបគេដោយការសប្បាយចិត្តព្រមទឹកបិទភ្នែកមុននឹងកន្ទុយភ្នែកដៀងទៅឃើញម៉ោងនៅលើនាឡិកាការចេញពីផ្ទះលើកនេះស៊ីពេលត្រឹមតែ2ម៉ោងនិង24នាទីប៉ុណ្ណោះពេលវេលាកន្លងផុតទៅក្នុងគណៈពេលដែលពោះរបស់នាងមានទំហំធំជារឿយៗសម្ព័ន្ធភាពរវាងនាងនិងជាងជីននៅតែក្នុងរូបបែបមុនគ្រាន់តែក្របពូជនៃភាពមិនសប្បាយចិត្តបានបណ្ដោះនៅក្នុងចិត្តនាងក្រមុំឲ្យធំធាត់បែកមេឃស្នាមញញឹមលើមុខក៏ថមថយជារឿយៗលើកមុនដែលនាងគេចចេញពីផ្ទះហើយត្រឡប់មកដល់ខ្លួនឯងថ្ងៃបន្ទាប់ជាងជីនក៏មិនបាននិយាយដល់រឿងដែលកាត់ឡើងអីមួយម៉ាត់គេគ្រាន់តែទុកលេខទូរស័ព្ទដៃរបស់ខ្លួនឲ្យនាងប៉ុណ្ណោះជាងអ៊ីនកាន់មកជុលនឹងអំបោះក្នុងដៃព្រមទាំងដកដង្ហើមធំបងថ្លៃប្រាប់ថាជាងជីនត្រូវការពេលវេលាក្នុងការសម្រាប់ខ្លួនដូចនោះទើបនាងព្យាយាមចាំហើយចង់ជួយឲ្យគេទម្លាប់ចំពោះជីវិតអាពាហ៍ពិពាហ៍នាងព្យាយាមខ្លាំងណាស់ដែលធ្វើជាភេទជាដ៏ល្អរបស់គេតែមិនថាព្យាយាមយ៉ាងណាក៏នៅតែមានអារម្មណ៍យ៉ាងមិនត្រឹមត្រូវឬថានាងលះបង់មិនគ្រប់គ្រាន់សម្លេងទូរស័ព្ទបន្លឺឡើងជាងអ៊ីនភ្ញាក់ពីអន្លង់គំនិតភ្លាមនាងដាក់តុកតាក្រណាត់និងលោកដៃទៅទទួលទូរស័ព្ទ Hello បងជាងជីនដល់ហើយឬចាំអូនរៀបចំរបស់មួយផ្លែតចិត្តរួចឥឡូវហើយនាងរហ័សនិយាយងើយមុខមើលនាឡិកាថ្ងៃនេះនាងមានណាត់ជាមួយគ្រូពេទ្យថានឹងទៅពិនិត្យផ្ទៃពោះជាងជីនសន្យាថានឹងចេញពីធ្វើការត្រឡប់មកផ្ទះហើយទៅពិនិត្យគយជាមួយនាងខណៈដែលកំពុងប្រញាប់ប្រញាល់រៀបចំរបស់ជាងជីនដែលនៅខ្សែម្ខាងទៀតក៏និយាយក្រុមមានរឿងតិចតួចបងសុំសម្រាប់មិនបានអូនជីតាស៊ីទៅខ្លួនឯងទៅដៃកំពុងតែចាប់កាន់របស់នោះក៏ទុចងក់មួយរំពេចទៅខ្លួនឯងគេចង់ឲ្យនាងទៅពិនិត្យគោម្នាក់ឯងឬតែថានាងរអាក់រអួលដោយមិនសប្បាយចិត្តគ្រូពេទ្យប្រាប់ថាមានរឿងចង់និយាយជាមួយបងប្រាប់គេឲ្យគេទេចូលទូរស័ព្ទដៃបងតែថានាងចង់និយាយអ្វីទៀតតែជាងជីនបាជាចុចបិទឲ្យគ្មានសំឡេងក្រឡួរបស់គេទៀតសល់ត្រឹមតែសំឡេងទូរទស្សន៍ដោយភាពឯកាជាងអ៊ីនមើលទូរស័ព្ទក្នុងដៃហើយមើលមួយសន្ទុះធំមានអារម្មណ៍ចង់យំខ្លាំងណាស់រសៀលម៉ោង1កន្លះទៅហើយនាងណាត់គ្រូពេទ្យថានឹងទៅពិនិត្យផ្ទៃពោះម៉ោង2រសៀលកែភ្នែកដលិចលងដោយទឹកភ្នែកសម្លឹងនាឡិកាលើជាជាងនាងខំបបោមាត់ចិត្តដល់ពេលបាត់នេះហើយធ្វើឲ្យมันអាចរកអ្នកណាទៅកំដរពិនិត្យបានជាងអ៊ីនសាក់សៅដោយធ្វើអ្វីមិនត្រូវនាងអង្គុយថ្មឹងនៅលើសាឡុងជាច្រើននាទីទំរំតែក្រោកឈរស្រវាយកកាបូបហើយហៅតាក់ស៊ីទៅគ្លីនិកពេលដែលមកដល់គ្លីនិកអង្គុយលើកៅអីហើយភាពឯកាបក់បោកចូលមកក្នុងបេះដូងនាំឲ្យទឹកភ្នែកហូរដោយខ្លាចអ្នកដទៃឃើញទើបនាងរហ័សអានមុខហើយប្រើកន្សែងជូតទឹកភ្នែកតែភៀឈឺចាប់ក្នុងចិត្តទោះជូតយ៉ាងណាក៏មិនចេញទាំងដែលគេសន្យាឲ្យថាគេមកពិនិត្យគោជាមួយនាងជាងអ៊ីនខំបបោមាត់ព្រមទាំងព្យាយាមរងាប់ភាពសោកសៅរងចាំមួយសន្ទុះធំកលិនុបថាយិកាក៏ហៅឈ្មោះនាងទើបនាងដើរចូលទៅក្នុងបន្ទប់ពិនិត្យម្នាក់ឯងអំឡុងពេលនៃការពិនិត្យនាងព្យាយាមធ្វើដូចជាមិនមានអ្វីកើតឡើងព្រោះខ្លាចថាលោកគ្រូពេទ្យនឹងមើលនាងរក្សាភ្នែកវេទនាពេលនេះនាងទន់ខ្សោយជ្រុលពេកហើយបើឃើញខ្សែភ្នែកបែបនោះប្រកាសជាយំហូរមិនខានតម្រាំតែគ្រូពេទ្យពិនិត្យរួចយូរខ្លាំងណាស់នាងចេញពីគ្លីនិកហើយឃើញថានៅខាងក្រៅភ្លៀងធ្លាក់ខ្លាំងនាងព្យាយាមក្រវីដៃហៅតាក់ស៊ីតែចាំយ៉ាងយូរក៏គ្មានឡានបើកកាត់គ្រប់ឡានសុទ្ធតែមានអ្នកជិះពេញអស់ទៅហើយភ្លៀងធ្លាក់ខ្លាំងគ្រប់ពេលតើបជាងអ៊ីនបានតដើរទៅទិញឆាន់នៅមីនីម៉ាតក្បែរនោះហើយសម្រេចចិត្តទៅដោយឡានក្រុងតែមិនដូចជាចង់ប្រឆាំងនឹងនាងព្រោះភ្លាមដែលលាតឆាត់រួចខ្យល់ខ្លាំងក៏បក់បោកស្លាកឡានក្រុងនៅឆ្ងាយច្រើនរយម៉ែត្រជាងអ៊ីនចាប់ដងឆាត់ជាប់តែក៏មិនអាចទប់ទល់ជាមួយខ្យល់ភ្លៀងដែរត្រជាស្រេបនេះបានអំឡុងពេលចេញពីគ្លីនិកទៅស្លាកឡានក្រុងនោះมันត្រឹមតែធ្វើឲ្យជើងនិងសពុតនាងទទឹកសូម្បីតែកបោស្ពាយក៏ទទឹកដែរជើងទាំងសងខាងឈឺនិងល្វើយមានអារម្មណ៍វេទនាខ្លាំងណាស់មួយរំពេចរថយន្តមួយគ្រឿងក៏លូនចូលមកយ៉ាងរហ័សធ្វើឲ្យខ្ទាតភក់លើនាងជីនអ៊ីនកិច្ចមិនតាន់ទៅប្រឡាក់ពេញខ្លួននាងភ័យថយក្រោយជាច្រើនជំហានដៃរលាចេញធ្វើឲ្យឆាត់ដែលកំពុងកាន់នោះត្រូវខ្យល់ប៉ាងបាត់កបោស្ពាយក៏ជ្រុះនៅលើដីដែរជាងអ៊ីនវាសក់នៅលើថ្ងាសដែរទៅទឹកជោកព្រមទាំងដកដង្ហើមដង្ហក់ដោយភាពភិតភ័យភ្លៀងនៅធ្លាក់មិនឈប់នាងងាកមកឆ្វេងស្ដាំដោយធ្វើអ្វីមិនត្រូវមុខនឹងស្រក់ប្រឡាក់ភក់អស់រាងកាយមួយផ្នែកទៀតក៏ទៅទឹកជោកសរសៃសក់ស្អិតចាប់នឹងមុខឆាត់ត្រូវខ្យល់បក់ប៉ាងទៅណាក៏មិនដឹងនាងអោនរកមើលកបោបតែបែរជាឃើញកបោបនៅក្នុងភក់បន្តោងទូរស័ព្ទរូបជាងអ៊ីនតូចដែលនាងដេកដោយផ្ដាល់ដៃអណ្ដែតនៅលើទឹកភក់ដោយភាពឯកាមើលហើយគួរឲ្យអាណិតនឹងវេទនាជាទីបំផុត
ដូចនាងក្នុងពេលនេះជាងអ៊ីនអានរើកបោបនឹងតុកតាអារម្មណ៍ដែលខំលាក់ទុកជាយូរត្រូវកំចាយចាច់នៅទីបំផុតនាងក្តោបបន្តោងទូរស័ព្ទទាំងទៅទឹកនិងសម័យសមៈនោះចាប់ព្រមទាំងយំខ្លាំងមនុស្សស្រីចិត្តល្អម្នាក់ឃើញហើយត្រាំមិនបានត្រាំមិនអាណិតមិនបានទៅឲ្យនាងខ្ចីឆាត់ហើយជួយហៅឡានតាក់ស៊ីឲ្យតែនោះបាយជាធ្វើឲ្យនាងសោកសៅខ្លាំងជាងមុនគ្រាន់តែមនុស្សប្លែកមុខម្នាក់ក៏ល្អចំពោះនាងដល់ថ្នាក់នេះហើយចោះជាងជីនពេលដែលនាងត្រូវការគេនៅឯណាសូម្បីតែអ្នកបើកតាក់ស៊ីដែលមិនស្គាល់គ្នានៅបារម្ភថានាងគ្រុនផ្ដាសាយព្រោះហាភ្លៀងដល់ថ្នាក់មកផ្ដាំផ្ញើជាច្រើនលើកច្រើនសារថាឲ្យនាងងូតទឹកអ៊ុនភ្លាមពេលដែលទៅដល់ផ្ទះចោះជាងជីនពេលនេះគេនៅឯណាបងថ្លៃប្រាប់ថាជាងជីនត្រូវការពេលវេលាក្នុងការសម្របខ្លួនឲ្យចោះនាងក៏លំបាកដូចគ្នានាងព្យាយាមធ្វើជាភេរយាដ៏ល្អរបស់គេតែមិនថាព្យាយាមប៉ុណ្ណាក៏មើលទៅដូចជាមិនបានទទួលការតបស្នងពីគេសោះសម្រាប់គេនាងដូចជាគ្រឿងសង្ហារឹមដែលគេយកទុកតាំងបង្ហាញជួនកាលក៏ជួយគេកំដៅក្រេហើយធ្វើម្ហូបឲ្យគេញ៉ាំបានគ្រប់ពេលវេលាដល់កន្លងមកនាងគិតថាក្រន់តែនាងស្រឡាញ់គេគឺគ្រប់គ្រាន់ហើយរហូតដល់ពេលនេះទៅនាងដឹងថាស្នេហាតែម្ខាងមិនគ្រប់គ្រាន់សម្រាប់ការរៀបការទេដំបងដែលបានរៀបការជាមួយជាងជីននាងសប្បាយចិត្តហើយមានក្តីសុខណាស់តែពេលនេះនាងបាយជាមានអារម្មណ៍ថាជាងជីនឃើញនាងក្រន់តែជាបន្ទុកដែលគេត្រូវទទួលខុសត្រូវប៉ុណ្ណោះសម្រាប់គេនាងប្រហែលមានន័យត្រឹមតែប៉ុណ្ណឹងពេលយំរហូតហើមភ្នែកហើយជាងអ៊ីនបាយជាស្ងប់នាងរៀបចំរបស់ដាក់វ៉ាលីមុននឹងមកធ្វើអាហារពេលល្ងាចឲ្យគេបន្ទាប់ពីនោះក៏អង្គុយចាំគេត្រឡប់មកវិញយ៉ាងស្ងៀមស្ងាត់លើសាឡុងមេឃងងឹតហើយនាងបើកភ្លើងអង្គុយមើលម៉ោងដែលកន្លងទៅ1នាទីម្ដងពេលវេលាដែលបាននៅជាមួយគេបង្ហាញនៅចំពោះមុខនាំឲ្យទឹកភ្នែកហូរម្ដងទៀតហើយត្រូវនាងជូតរហូតស្ងួតម្ដងទៀតដែរម៉ោង7:12នាទីមុខផ្ទះមានសម្លេងឡានរលត់នៅមាត់ទ្វារជាងអ៊ីនក្រោកឡើងដើរទៅបើកទ្វារជួយគេដោះអាវក្រៅហើយហុច slipper ឲ្យពេលឃើញកែវភ្នែកក្រហមងាងដែលកើតពីការយំរបស់នាងបេះដូងរបស់ជាងជីនក៏ស្លោកស្រពោនគេមានអារម្មណ៍ដឹងខុសចំពោះនាងខ្លះតែក៏មានអារម្មណ៍ខឹងដែលដឹងថាស្រីតូចម្នាក់នេះប្រកាសជាខូចចិត្តដែលគេខកណាត់ថ្ងៃនេះគេក៏មិនចង់ខកណាត់ដែរតែក្នុងឋានៈជាអធិការរងអង្គភាពស៊ើបអង្កេតពិសេស FE ពេលមានរឿងបន្ទាន់គេក៏ត្រូវតែរងហាស់ទៅចាត់ការមិនអាចទៅពិនិត្យគោលកំដរនាងបានគ្រប់ពេលពិតមែនអូនបងពួកគេទាំងពីរនិយាយព្រមគ្នាហើយស្ងាត់ព្រមគ្នាឃើញមកស្រេកស្លាំងនឹងភ្នែកក្រហមរបស់ភេយាហើយទៅជាងជីននិយាយអូននិយាយមុនទៅជាងអ៊ីនដកដង្ហើមចូលយ៉ាងជ្រៅងើយមុខមើលបរោះនៅចំពោះមុខដែលនាងស្រឡាញ់នឹងព្រមរៀបការជាមួយប្រមោក្តីក្លាហានព្រមទាំងសួរដល់សម្លេងស្អកស្អាជីនបើពេលនេះអូនមិនមានផ្ទៃពោះបងនឹងរៀបការជាមួយអូនទេកែភ្នែកពោះខ្មៅមានពោះចាស់ហើយជះពលឺតោស័កភ្លាមអូនចង់រករឿងឆ្លោះមែនទេមិនមែនជាងអ៊ីនញោខ្លួនតែនៅសម្លក់គេដល់ភាពដាច់អហង្ការអូននិយាយប្រកាសប្រជាគេខ្ជិបបបោមាត់មិនឆ្លើយជាងអ៊ីនមានអារម្មណ៍ថាបំពង់កស្ទះតែដោយសារចង់ដឹងចម្លើយទៅបង្ខំចិត្តសួរម្ដងទៀតបើពេលនោះអូនមិនបានមានផ្ទៃពោះបងនឹងរៀបការជាមួយអូនទេអត់ទេសម្លេងរបស់គេសោះក៏ក្រាស់និយាយចាប់កបែកខ្នងដើរចូលក្នុងផ្ទះបាយដោយទឹកមុខគ្មានអារម្មណ៍ហើយមិនងាកមើលមុខនាងទៀតផងជាងអ៊ីនមើលរាងកាយសោះក៏ក្រោះដាចេញឆ្ងាយយឺតនាងឈរនៅត្រង់ផ្លូវចូលផ្ទះដោយទឹកមុខស្លេកស្លាំងរាងកាយត្រេតត្រោតដោយហាមមិនបានចម្លើយរបស់គេងាយនាងបានលឺច្បាស់ពេញត្រចៀកទាំងពីរក្តីសង្ឃឹមចុងក្រោយរលត់អស់ហើយនាងក្តាប់អាវក្រៅរបស់គេចាប់ហើយសង្កត់វាលើបេះដូងដែលកំពុងឈឺខ្ទក់នាងក្រមុំឈរនៅកន្លែងមុនយ៉ាងយូរដោយមិនអាចកម្រើកធ្វើបានត្រឹមតែរងចាំឲ្យការឈឺចាប់នោះរលាយបាត់យឺតមិនដឹងកន្លងទៅយូរប៉ុណ្ណានៅទីបំផុតនាងក៏កម្រើកខ្លួនម្ដងទៀតជាងអ៊ីនលោកដៃញើទៅព្យួរអាវរបស់គេនៅលើធ្នើមុននឹងយកតុក្កតារូបជាងអ៊ីនក្នុងឈុតកូនក្រមុំដែលទុកនៅក្រោយទូស្បែកជើងដាក់ក្នុងកាបូបបន្ទាប់ពីនោះក៏អូសវ៉ាលីដែលរៀបចំរួចហើយបែកខ្នងដើរចេញទៅអូនទៅហើយនិយាយរួចក៏បង្កប់ឲ្យខ្លួនឯងដើរចេញពីចដាមុខផ្ទះទៅទីធ្លាខាងមុខហើយដើរកាត់ឡានរបស់គេទឹកភ្នែកហូរសស្រាក់តាំងតែពីបោះជំហានផុតមាត់ទ្វារទឹកភ្នែករបស់នាងហូរដូចជាដំណក់ភ្លៀងដែលធ្លាក់ចុះមកមិនឈប់ធ្លាក់ជារឿយៗគ្មានថ្ងៃឈប់ជាងជីនអង្គុយញ៉ាំអាហារដ៏មានអាជីរោះនៅតុអាហារតែបែរជាមានអារម្មណ៍ដូចកំពុងទំពាក្រមួននាងមិនបានត្រឡប់មកផ្ទះវិញទេបន្ទប់ទទួលភ្ញៀវស្ងាត់ជ្រាបភាពមិនសប្បាយចិត្តចាប់ផ្ដើមបង្ករូបរាងដូចមានសង្កោយចាក់ខ្នងដែលមិនអាចទទួលចំពោះទឹកភ្នែកនាងបានទៅគេបង្កប់ខ្លួនឯងឲ្យញ៉ាំបាយរហូតអស់ហើយហាមចិត្តមិនឲ្យចេញទៅមើលនាងគិតថាពេលស្ងប់អារម្មណ៍ហើយនាងទឹកនឹងត្រឡប់ចូលផ្ទះខ្លួនឯងតែរហូតដល់ពេលនេះគេលេបបាយមួយម៉ាត់ចុងក្រោយហើយហត់ទឹកសម្លរហូតអស់ពីចានហើយក៏នៅមិនឃើញសញ្ញារបស់រាងតូចច្រឡឹងទៀតជាងជិនយកចានទៅទុកនៅអាងលាងចានហើយមានអារម្មណ៍ខឹងដែលគ្មានមូលហេតុក្នុងពេលដែលនាងចង់ដឹងការពិតគេគ្មានអ្វីត្រូវស្ទាក់ស្ទើរនឹងឆ្លើយ
ពេលនោះគេជួបនាងត្រឹមមិនប្រមាណដងគិតចង់រៀបការជាមួយនាងបានយ៉ាងម៉េចមិនចឹងគេគួរតែឆ្លើយយ៉ាងម៉េចល្អកុហកនាងអញ្ចឹងឬក្រោយពេលស្បាត់តិចអ្នកកំឡោះក្បែរខ្នងដើរទៅត្រៀមខ្លួនប្រឈមមុខនឹងភេទយាម្ចាស់ទឹកភ្នែកនិងទន់ខ្សោយតែស្មានមិនដល់ថាក្នុងបន្ទប់ទទួលភ្ញៀវបែរជាទទេស្អាតគ្មានស្រមោលមនុស្សគេជួយចចាំឲ្យដើរឡើងទៅបន្ទប់ដេកមិនឃើញនាងនៅក្នុងបន្ទប់ដែរថែមទាំងវ៉ាលីពូស៊ីជពុនាងយកចេញមកប្រើពេលគេចចេញពីផ្ទះលើកមុនក៏បាត់ដែរគេស្បត់ដល់ទឹកមុខក្រញើខណៈដែលយកទូរស័ព្ទដៃមកចុចទេទៅលីតាកុងហៅឡូខ្ញុំជាងអ៊ីនចេញពីផ្ទះខ្ញុំគិតថានាងអាចទៅផ្ទះឯងខ្ញុំដឹងនាងទៅតែម្ដងនាងយ៉ាងម៉េចហើយជាងសួរដល់ការរឹងខ្លួនម្ល៉េះទេហ្វឹងធីងកំពុងរអ៊ូដាក់នាងលីតាកុងឆ្លើយដោយសម្លេងតល់ដំរេះពេលបានលឺថានាងមិនកាត់អីគេក៏ធូរទ្រូងបន្តិចរៀងខ្ពស់ផ្អែកកេមតុកហើយលើកដៃឆ្លីជាចាំដល់ការឈឺក្បាលព្រមទាំងនិយាយដល់ភាពហត់នឿយសុំទៅផងម្ល៉េះទេលីតាកុងញញឹមតែឯងច្បាស់ហើយឬថានឹងមិនមកទទួលនាងអត់ទេថ្ងៃនេះខ្ញុំទៅពិនិត្យគោកំដៅនាងមិនបានឃើញមកខ្ញុំពេលនេះនាងប្រកាសជាខឹងចាំនាងបាត់ខឹងហើយក៏ត្រឡប់មកខ្លួនឯងហើយក៏បានមានក៏អីទៅខ្ញុំចុះអូខេពេលជឿជាក់ថាជាងអ៊ីនមានសុវត្ថិភាពគ្មានគ្រោះថ្នាក់ទៅជាងដាក់ទូរស័ព្ទចុះហើយបាយខ្នងដើរចូលបន្ទប់ដេកងូតទឹកយ៉ាងរហ័សបន្ទាប់ពីនោះក៏ចូលកេងតាំងពីក្បាលប្រលប់កែភ្នែកខ្មៅបាក់ធំក្នុងភាពងងឹតខណៈពេលរងចាំតែលើកនេះគេចាំដល់ព្រឹកជាងអ៊ីននៅតែមិនមកវិញគេក្រោកចុះពីគ្រែដោយភាពបួសម៉ៅពេលមេឃភ្លឺស្រាងបន្ទាប់ពីនោះក៏ស្លៀកឯសន្តាននឹងត្រៀមខ្លួនចេញពីផ្ទះតែបែរជាភ័យពេលឃើញថាតុក្កតាគូក្នុងឈុតកូនកំឡោះកូនក្រមុំដែលទុកនៅលើខ្នងទូស្បែកជើងនោះបាត់មួយតុក្កតាស្រីបាត់តុក្កតាស្រីដែលស្លៀកឈុតកូនក្រមុំបាត់សល់ត្រឹមតែតុក្កតាប្រុសដែលស្លៀកឈុតក្រសេគេឈររឹងខ្លួនស្ដោកព្រមទាំងសម្លឹងកន្លែងទំនេរក្បែរតុក្កតាប្រុសវាគួរតែនៅត្រង់នោះមករហូតតាំងពីជាងអ៊ីនធ្វើរួចតុក្កតាទាំងពីរតែងតែនៅជាមួយគ្នារហូតមិនថានាងយកវាទៅទុកលើតុលើក្បាលដំណេកលើធ្នើដាក់ទូរទស្សន៍តុក្កតាប្រុសនិងស្រីនៅជាមួយគ្នាជាគូដោយមិនធ្លាប់បែកគ្នាគេសម្លឹងមើលតុក្កតាប្រុសដែលអង្គុយនៅឯកាម្នាក់ឯងវិនាទីបន្ទាប់ទៅគេដើរទៅបន្ទប់ទទួលភ្ញៀវនិងចូលទៅក្នុងបន្ទប់ដេករើរកតុក្កតាស្រីនោះគេចូលទៅមើលសំបីតែផ្ទះបាយនិងបន្ទប់អាហារថែមទាំងអោនក្បាលលើការ៉ូមើលថាវាធ្លាក់នៅក្រោមគ្រែឬក្រោមតុឬអត់គ្មានតុក្កតាស្រីនោះបាត់ទៅហើយជាងអ៊ីនដល់ថ្នាក់យកតុក្កតាស្រីដែលញញឹមគួរឲ្យស្រឡាញ់នោះទៅជាមួយនាងដែរនាងយកវាចេញពីគេបានយ៉ាងម៉េចតុក្កតាប្រុសក្នុងឈុតកូនកំឡះអង្គុយឯកានៅលើខ្នងទូទុកស្បែកជើងហើយមើលមុខគេដល់ភាសោកសៅនាងទុកតុក្កតាប្រុសឲ្យនៅម្នាក់ឯងបានយ៉ាងម៉េចជាងជិនខ្ជិបបបងមាត់ព្រមទាំងសម្លឹងតុក្កតាប្រុសដោយកំហឹងមុននឹងលូកដៃសវ៉ាតុក្កតានោះហើយយកវាទៅធ្វើការដល់ភាពមួម៉ៅបំផុតភ្លាមដាលីតាកុងអង្គុយលើកៅអីនៅតុធ្វើការដោយមិនតាន់ក្តៅគូតក៏ឃើញមិត្តសម្លាញ់ដើរចូលមកដោយទឹកមុខក្រញើនាងមិនបានទៅផ្ទះខ្ញុំដឹងលីតាកុងញញឹមទាំងបង្ខំព្រឹកមិញមុនចេញពីផ្ទះហ្វឹងធីងទៅតែរអ៊ូដាក់គេហូហែជាងចិនសម្លឹងមុខអ្នកម្ខាងទៀតយ៉ាងយូរមុននឹងនិយាយថ្ងៃនេះខ្ញុំនឹងទៅផ្ទះជាមួយឯងដែរនិយាយចាប់គេក៏បាយខ្លួនដើរចេញទៅលីតាកុងលួចដាក់ដង្ហើមធំទោះជាជាងចិនត្រឡប់ទៅផ្ទះដើម្បីទៅទទួលជាងអ៊ីនតែយ៉ាងណាក៏ហ្វឹងធីងមិនព្រមដោះលែងមនុស្សរបស់នាងដែរយកបាញ់ពួកគេពីអ្នកបងប្អូននិយាយគ្នាទល់យប់ជ្រៅរហូតដល់គេដេកលក់មុនទៅហើយពួកនាងនិយាយគ្នាមិនចេះចប់មិនចេះហើយការរងូរងរបស់ស្រីវិញឆ្ងាយណាស់គេមិនបានតាំងចិត្តស្ដាប់តែក៏ដឹងថាភាគច្រើនគឺនិយាយដល់ជាងចិនព្រឹកនេះពេលឃើញទឹកមុខនឹងបានលឺពីសម្ដីរបស់ហ្វឹងធីងហើយគេក៏ដឹងភ្លាមថារឿងនេះមិនងាយចាប់ដូចលើកមុនឡើយលីតាកុងកវីក្បាលដែលបានថាលើកនេះមិត្តសម្លាញ់ច្បាស់ជាជួបសង្គ្រាមធំគេដកដង្ហើមធំព្រមទាំងមើលទូរស័ព្ទលើតុដារ៉ូមុននឹងធ្វើចិត្តឲ្យស្រស់ស្រាយហើយទទួលទូរស័ព្ទចាប់ផ្ដើមធ្វើការក្នុងថ្ងៃនេះពេលវេលាដូចជាកន្លងផុតទៅឆាប់រហ័សជាងជិនមកកញ្ញើពេញមួយថ្ងៃថែមទាំងមានចំហាយគ្រោះថ្នាក់ដែលរបស់មានជីវិតមិនគួរចូលមកចិត្តរហូតសមាជិកនៅក្នុងក្រុមនាំគ្នានៅឆ្ងាយពីគេអ្នកទោសម្នាក់ដែលត្រូវគេសួរចម្លើយបានសារភាពកំហុសទាំងទឹកភ្នែកនិងយកមណ្ឌលដណ្ដកនៅក្នុងពេលដ៏ខ្លីបំបីសទ្ធិតិបានដោយទម្លាប់ម៉ោង 5 កន្លះពួកគេចេញពីធ្វើការទៀងពេលដោយកម្រមានណាស់ពួកគេទាំងពីរបាក់ឡានរបស់ខ្លួនម្នាក់នាំមុខម្នាក់ទៀតតាមពីក្រោយសម្ដៅទៅផ្ទះរបស់លីតាកុងដោយអ្វីដែលលីតាកុងស្មានទុកពិតមែនភ្លាមដែលពួកគេចតឡានរួចហ្វឹងធីងក៏មកជួយចាំនៅមាត់ទ្វារផ្ទះទៅហើយគេមកធ្វើអីនាងជ្រឹមភ្នែកសួរស្វាមីខ្ញុំមកទទួលជាងអ៊ីនជាងជិនដើរចូលទៅខាងមុខដោយទឹកមុខសោះក៏ក្រោះជាងអ៊ីនមកនៅនាងអបដៃព្រមទឹកដៀងមើលស្វាមីចាំមើលថាគេហ៊ានបាក់កកាយពីនាងឬអត់ដោយដឹងចរិតភេទយាយច្បាស់ហើយដឹងថាលើកនេះជាងជិនជាអ្នកខុសទើបលីតាកុងមានតលះបងប្អូនរួមសម្បត្តិជាមួយជាងជិនហើយស្ងាត់មាត់ព្រមទឹកដើរទៅឈរក្បែរនាងជាភេទយាយរបស់ខ្ញុំជាងជិនរងាប់អារម្មណ៍ព្រមទាំងនិយាយដល់សម្លេងត្រជាក់ដោយកំបិតទៅកកអាងអីរត់មកផ្ទះគេវាមិនត្រូវទេ
ខ្ញុំជាបងស្រីនាងមិនមែនអ្នកដទៃលោកក៏មកដំឡើងសម្លេងនៅទីនេះយ៉ាងណាលោកក៏ឃើញនាងគ្រាន់តែជារបស់សាមញ្ញនៅផ្ទះស្រាប់ហើយទោះជារបស់សាមញ្ញក៏ជារបស់ផ្ទះខ្ញុំជាងជឿនជំទាស់ដល់ការខឹងសបាមែនហើយគ្រាន់តែរបស់ប្រើតែបាត់មួយក៏ប្រហែលមិនអីទៅដឹងអីចឹងលោកទៅរកទិញថ្មីទៅឬភាសារបស់ពួកលោកថាយ៉ាងម៉េចមែនហើយទៅបាក់ថ្មីមែនទេជឿចាញ់គេស្ទុះចូលដល់កំហឹងព្រោះមិនចង់ប្រកែកជាមួយនាងទៀតអូនេះជាស្អីហ្វឹងធីងឃើញស្ថានភាពហើយបែរជាមិនព្រមថយសូម្បីតែមួយជំហៀងនាងគ្រាន់តែលើកចិញ្ចាមហើយនិយាយសួកសៀតគេចង់ធ្វើស្អីឬថាអធិការរងអង្គភាព FE គិតចង់សម្រុកចូលគេហដ្ឋានរបស់ប្រជាជនជាងជិនខឹងរហូតសរសៃឈាមលើថ្ងាសលោតខ្ទោកមិនឈប់គេក្តាប់ដៃណែនព្រមទាំងស្បាត់សម្លេងទៀតជិះចេញចាំបើខ្ញុំមិនជិះចង់យ៉ាងម៉េចហ្វឹងធីងស្រែកតបវិញបើហ៊ានពិតមែនក៏រឿងខ្ញុំនៅចំពោះមុខប្តីខ្ញុំនឹងមេបជាការរបស់លោកទេលីតាកងដឹងថាជាងជីមិនធ្វើបាបមនុស្សស្រីតែពេលឃើញស្ថានភាពកាន់តែធ្ងន់ធ្ងរគេក៏បានតែការពារភរិយានិងបញ្ចុះបញ្ចូលបងប្អូនរួមសម្បត្តិរបស់ខ្លួនដោយការពិបាកចិត្តជាងជីនខ្ញុំថាថ្ងៃនេះប៉ុណ្្នឹងសិនល្អជាង